បើត្រូវរកគ្នាចិននឹងវិនិយោគចម្រាញ់ប្រេងនៅកម្ពុជាដោយមន្ត្រីជាន់ខ្ពស់កម្ពុជាបានស្នើឲ្យចិនបង្កើតតំបន់សេដ្ឋកិច្ចពិសេសដាច់ដោយឡែកមានក្រុមហ៊ុនចិនមួយដែលមានឈ្មោះថា Beijing Sen Holding បានមកកាន់កម្ពុជាដោយផ្ទាល់ដោយចង់បណ្ដាក់ទុនវិនិយោគលើវិស័យចម្រាញ់ប្រេងហើយមន្ត្រីជាន់ខ្ពស់របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានស្នើឲ្យក្រុមហ៊ុននេះបង្កើតតំបន់សេដ្ឋកិច្ចពិសេសដាច់ដោយឡែកសម្រាប់តែឧស្សាហកម្មប្រេងតែប៉ុណ្ណោះនារសៀលថ្ងៃច័ន្ទទី12ខែឧសភាឆ្នាំ2025ម្សិលមិញនេះអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានជួបជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Beijing Sen Holding Co Ltd និងប្រធានសមាគមធុរកិច្ចហុងកុងនិងម៉ាកាវប្រចាំកម្ពុជាជំនួបនេះគឺភាគីក្រុមហ៊ុនចិនមកស្វែងយល់ពីកម្ពុជាបន្ថែមព្រោះចាប់អារម្មណ៍ចង់វិនិយោគលើវិស័យប្រេងដែលផ្ដោតសំខាន់ទៅលើការចម្រាញ់ប្រេងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានស្នើឲ្យក្រុមហ៊ុនធ្វើការជ្រើសរើសទីតាំងសមស្របដើម្បីបង្កើតរោងចក្រធ្វើយ៉ាងណាកាត់បន្ថយការប៉ះពាល់បរិស្ថាននិងប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះហើយជាពិសេសគឺស្នើឲ្យក្រុមហ៊ុននេះបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយសម្រាប់តែឧស្សាហកម្មចម្រាញ់ប្រេងក្រុមហ៊ុនចិនក៏បានសន្យាថានឹងនាំយកជំនាញនិងបច្ចេកវិទ្យាទំនើបនិងឈានមុខពីប្រទេសចិនដើម្បីអនុវត្តគម្រោងវិនិយោគចម្រាញ់ប្រេងនេះឲ្យបានជោគជ័យហើយសង្ឃឹមថាគម្រោងនេះនឹងអាចរួមចំណែកជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាផងដែរ